សួស្តីនិងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញផ្លែមួយប្រភេទហើយក៏ចង់មកដាក់ជាសំណួរសួរដល់ពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាផងដែរថាតើផ្លែមួយប្រភេទនេះឈ្មោះអ្វីប្រហែលជាមានពុកម៉ែបងប្អូនយើងភាគច្រើនក៏បានស្គាល់ហើយក៏ប្រហែលជាមានពុកម៉ែបងប្អូនយើងភាគច្រើនក៏គាត់មិនបានស្គាល់អំពីផ្លែមួយប្រភេទនេះដែរពុកម៉ែបងប្អូនផ្លែវាច្រើនណាស់ពុកម៉ែបងប្អូនអើយនិយាយទៅខានឃើញរុក្ខជាតិនេះយូរហើយដោយសារតែវាដាច់ពូជអស់ទៅហើយតែឥឡូវនេះស្រាប់តែដើរមកដល់កន្លែងជ្រុងត្រង់នេះឃើញមានផ្លែអូភ្ញាក់ខ្លួនព្រើតតែម្ដងតាមរយូរហើយស្រាប់តែសុកមកឃើញចេញផ្លែរយោងរយាមតែម្ដងមើលណែផ្លែគេពុកម៉ែបងប្អូនផ្លែច្រើនណាស់នេះតាមរយូរហើយមើលសូមខមមិនម្នាក់មួយមកពុកម៉ែបងប្អូនស្គាល់អត់ថារុក្ខជាតិនេះឈ្មោះអ្វីរុក្ខជាតិនេះភាគច្រើនគឺគេតែងតែដាំដើម្បីយកពោហើយត្រួយរបស់វាយើងអាចបរិភោគបានយើងអាចយកទៅស្លអីគឺជាមុខម្ហូបមួយមុខដែលល្អសម្រាប់សុខភាពណាស់ញ៉ាំហើយត្រជាក់ខ្លួនតែម្ដងនិយាយទៅនាងខ្ញុំតាមរយូរហើយដោយសារតែវាដាច់ពូជពុកម៉ែបងប្អូនតែស្រាប់តែថ្ងៃនេះគឺថាមកជួបនៅកន្លែងនេះគឺថាផ្លែយ៉ាងច្រើនអូយសប្បាយចិត្តមែនទែនតែម្ដងគ្មានអីរីករាយជាងរបស់ដែលយើងតាមរហើយវាអត់ឃើញដែរជួបស្រាប់តែដើរមកដល់ឃើញផ្លែលឹងល្ងោកមកណែផ្លែច្រើនមែនទែននិយាយទៅសប្បាយចិត្តហ្មងថ្ងៃនេះដើរមកចំការគឺមានអារម្មណ៍សប្បាយចិត្តខ្លាំងតែម្ដងណាដើរមកដល់ផ្កាណាគ្រីក៏ចាប់ដើមរីកឥឡូវនេះមកជួបរុក្ខជាតិមួយប្រភេទនេះទៀតពុកម៉ែបងប្អូនសាកខមមិនមួយមើលតើរុក្ខជាតិនឹងឈ្មោះអ្វីត្រួយរបស់វាយើងអាចបរិភោគបានផ្លែរបស់វាយើងអាចយកទៅធ្វើពោបានតែរុក្ខជាតិហ្នឹងពុកម៉ែបងប្អូនមានដើមសមានដើមក្រហមធម្មតារុក្ខជាតិតែងតែមានពីរពណ៌ថ្ងៃហ្នឹងគឺថាអារម្មណ៍រីកស្រស់ស្រាយណាស់ចូលចំការក៏សប្បាយចិត្តដើរទៅមុខផ្ទះក៏សប្បាយចិត្តឃើញផ្ការីកទាំងព្រឹកតែម្ដងចូលចំការភ្លាមគឺថាក្លិនក្រអូបភាយឆ្ងល់ថាថ្ងៃនេះប្លែកម្លេះក្លិនអីក្រអូបម្លេះតាមរគឺជាផ្កាណាគ្រីសោះពុកម៉ែបងប្អូនអើយផ្កាហ្នឹងវាចាយតែពេលយប់ទេពេលស្មានហើយវាចាប់ដើមចោបទៅវិញហើយដល់ពេលអញ្ចឹងវាសាយភេរក្លិនឆ្ងល់ក្អូបទាំងព្រឹកតែនេះមកដល់ជ្រុងកន្លែងនេះគឺរឹតតែសប្បាយចិត្តទៀតដោយសារតែខ្ញុំតាមរកដើមវាយូរហើយយកមកដាំដើម្បីធ្វើលក់ដល់ទៅពេលមកដល់ជ្រុងកន្លែងនេះស្រាប់តែឃើញផ្លែច្រើនមែនទែនហើយសប្បាយចិត្តណាស់ពុកម៉ែបងប្អូននេះបានពូជតហើយនេះកុំឲ្យពិបាកទៅរកកន្លែងគេផ្លែច្រើនទៀតនេះឡើងរយោងរយាមផ្លែច្រើនគ្មានអីសប្បាយចិត្តជាងនេះទេពុកម៉ែបងប្អូនអើយហើយចំពោះវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនចាំជួបនាងខ្ញុំនៅវីដេអូថ្មីបន្តទៀតអរគុណនិងសូមជម្រាបលាសូមកុំភ្លេចខមមិនផងណាបើពុកម៉ែបងប្អូនស្គាល់ឈ្មោះរុក្ខជាតិមួយប្រភេទនេះខមមិននៅក្រោមវីដេអូអរគុណ